នៅព្រឹកថ្ងៃទី26មិថុនានេះភាគីថៃបានបើកអនុញ្ញាតឲ្យពលករដែលកកស្ទះនៅផ្សារថៃឲ្យចេញមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិភ្នំដីស្រុកសំពើលូនចាប់ពីម៉ោង8នាទីព្រឹកដល់ម៉ោង4នាទីរសៀលប៉ុន្តែការសម្រេចនេះសម្រាប់តែថ្ងៃទី26មិថុនានេះប៉ុណ្ណោះទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដីស្រុកសំពើលូនខេត្តបាត់ដំបងបានដឹងថាភាគីថៃនឹងបើកច្រកទ្វារអន្តរជាតិខោឌីននៅព្រឹកថ្ងៃទី26មិថុនាការជួយដំណឹងនេះធ្វើឡើងតាមរយៈប្រព័ន្ធទំនាក់ទំនង LINE របស់ការិយាល័យទំនាក់ទំនងព្រំដែនថៃមកកាន់លោកវិរៈសេនីត្រីប៊ុនវឌ្ឍនៈប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកទ្វារអន្តរជាតិភ្នំដីចំពោះការបើកព្រំដែនរបស់ថៃក្នុងខ្លឹមសារ LINE បានបញ្ជាក់ថារថយន្តនិងពលករដែលកកស្ទះនៅផ្សារថៃត្រឡប់ចូលប្រទេសកម្ពុជាវិញបានប្រជាពលរដ្ឋខ្មែរអាចចូលទៅទិញទំនិញនៅផ្សារថៃបានប៉ុន្តែតម្រូវឲ្យមានលិខិតឆ្លងដែនហើយក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលទៅខេត្តស្រះកែវឬស្រុកអរញ្ញបានករណីមានលិខិតណាត់ពេទ្យតែក៏ត្រូវប្រើលិខិតឆ្លងដែនដោយទៅព្រឹកវេលាល្ងាចអ្នកជំងឺដែលបានទទួលការណាត់ពីពេទ្យនៅឯបាងកកអាចធ្វើដំណើរទៅបានដោយប្រើលិខិតឆ្លងដែនបានរយៈពេល2ថ្ងៃដែលសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរត្រូវបានការអនុញ្ញាតពីការិយាល័យទំនាក់ទំនងព្រំដែនថៃកម្ពុជាស្រុកអរញ្ញដោយមានការបញ្ជាក់ពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃចំណែកម៉ូតូឬយានយន្តគ្រប់ប្រភេទចេញពីកម្ពុជាចូលទៅថៃឬយានយន្តថៃគ្រប់ប្រភេទឆ្លងដែនមកកម្ពុជាគឺមិនត្រូវបានអនុញ្ញាតឡើយបញ្ជាក់ជាថ្មីម្ដងទៀតនៅពេលវេលាបើកនឹងបិទច្រកទ្វារព្រំដែនដោយដែលបានចែងគឺអនុញ្ញាតបានត្រឹម1ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី26ខែមិថុនាឆ្នាំ2025ចាប់ពីម៉ោង8នាទីព្រឹកដល់ម៉ោង4នាទីរសៀលជាកំហិតក្រៅពីច្រកទ្វារអន្តរជាតិភ្នំដីនៅព្រឹកថ្ងៃទី26នេះនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តបៃលិនដែលឈោមនឹងច្រកបានផាកាតខេត្តចន្ទបុរីនៃប្រទេសថៃភាគីទាំងពីរបានបន្តបើកឲ្យសិស្សានុសិស្សឆ្លងដែនទៅសាលារៀននិងបន្តអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ចូលប្រទេសវិញរៀងៗខ្លួនជាមួយគ្នានេះនៅខេត្តបន្ទាយមានជ័យភាគីថៃបានបិទបើកច្រកដោយឯកតាភាគីដោយមិនបានជួយដំណឹងមកខាងកម្ពុជានោះទេអាយដាមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យកំពុងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតរងចាំមើលស្ថានភាពជាក់ស្ដែងគណៈសិស្សានុសិស្សអនុញ្ញាតឲ្យជិញ្ចូលធម្មតា